មេរៀនទី62ខ្ញុំស្រឡាញ់ទឹកដីខ្មែរអំណានចូលច្រៀងចម្រៀងខាងក្រោមរួចឆ្លើយនឹងសំណួរចម្រៀងលំនាំចង្វាក់ដើរ1 2ដែនដីខ្មែរប្រែថាសុវណ្ណភូមិខ្មែរគ្រប់ភូមិរមណីយស្ថានជាដរាបតមកតាំងពីបុរាណខ្មែរគ្រប់ប្រាណស្វាគមន៍សាមគ្គីថ្ងៃមួយមានសត្រូវប្រទូសរាយខ្មែរគ្រប់កាយសោកចិត្តបដូរជីវីសឹកសង្គ្រាមឈាមស្រក់លើព្រឹទ្ធពីអោព្រះភូមិរិទ្ធីវង្សគង្គីកម្ពុជាឯករាជ្យបានឃ្លាតពីទុក្ខខ្មែរបានសុខទាំងអង្គក្រុមអាត្មាសូមទេវតាឲ្យពោសពសាធុការមហាក្សត្រយើងគ្រប់គ្រងផែនដីការរៀនពាក្យកអំណានពាក្យសុវណ្ណភូមិអានថាសុវណ្ណភូមិរមណីយដ្ឋានអានថារមណីយដ្ឋានប្រទូសរាយអានថាប្រទូសរាយស្វាគមន៍អានថាស្វាគមន៍ប្រតិពីអានថាប្រតិពីខពន្យល់ពាក្យសុវណ្ណភូមិនាមភូមិមាសដែនដីមាសរមណីយដ្ឋាននាមទីកន្លែងដែលជាទីរីករាយសប្បាយប្រទូសរាយកិរិយាប្រៀបធៀបរករឿងសំទោសបៀតបៀនរករឿងរកហេតុធ្វើឲ្យអាក្រក់ឲ្យវិនាសប្រតិពីនាមផែនដីផ្ទៃដីទាំងមូលសពសាធុការនាមសំឡេងដោយបន្លឺថាសាធុស្វាគមន៍នាមដំណើរមកដល់ដោយប្រពៃកោបដិសាបសត្រូវផ្ទុយមិត្តសង្គ្រាមផ្ទុយសន្តិភាពខោវេវចនៈសព្ទនឹងពាក្យសុវណ្ណមាសងោសៈទិសព្ទនឹងពាក្យសឹកគុណនាមដែលរិចរិលរិចសឹកកិរិយាផ្លាស់ភេទពីព្រះសង្ឃមកជាក្រហមឧទាហរណ៍លោកសឹកនាមចម្បាំងសឹកសង្គ្រាម